លោកគឹមចុងអ៊ុននិយាយថាកូរ៉េខាងជើងចង់ត្រូវគ្នាជាមួយអាមេរិកលុះត្រាតែទទួលស្គាល់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរក្រុងព្យុងយ៉ាង26កុម្ភៈ2026មេដឹកនាំកម្ពុជាកូរ៉េខាងជើងលោកគឹមចុងអ៊ុនបានបង្ហាញសញ្ញានៃការផ្លាស់ប្តូរយុទ្ធសាស្ត្រការទូតដ៏សំខាន់មួយដោយប្រកាសថាលោកចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកប៉ុន្តែក្នុងលក្ខខណ្ឌថាទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលស្គាល់កូរ៉េខាងជើងជារដ្ឋមហាអំណាចនុយក្លេអ៊ែរជាផ្លូវការទោះជាយ៉ាងណាលោកនៅតែប្រកាសថាកូរ៉េខាងត្បូងសម្ព័ន្ធមិត្តអាមេរិកគឺជាសត្រូវចម្បងរបស់កូរ៉េខាងជើងការលើកឡើងនេះធ្វើឡើងនៅចុងបញ្ចប់មហាសន្និបាតគណៈបកពលករហើយត្រូវបានផ្សាយដោយ KCNA ដកស្រង់ដោយ AFP ព័ត៌មាននេះកើតមានចំពេលមានការសង្ស័យថាប្រធានាធិបតីអាមេរិក Donald Trump អាចស្វែងរកឱកាសជួបជាមួយលោកគឹមចុងអ៊ុនក្នុងដំណើរទស្សនកិច្ចទៅចិននាពេលខាងមុខកូរ៉េខាងជើងបានកែប្រែរដ្ឋធម្មនុញ្ញនៃឆ្នាំ2024ដើម្បីកំណត់ឲ្យកូរ៉េខាងត្បូងជារដ្ឋសត្រូវជាលើកដំបូង។